ចឹងចំណុចសំខាន់កន្លែងនេះសួរថាធ្វើតាមប៉ុណ្ណឹងមែនអត់ទេយើងត្រូវបំលែង60វិនាទីហ្នឹងទៅជានាទីដោយសារអី60វិនាទីគឺត្រឹមកម្រិតរបស់វាគឺត្រឹមតែ60ទេมันអាចឡើងដល់100ទេហើយបងប្អូនទាំងអស់គ្នាជួយជាមួយអ្នកគ្រូម្ដងទៀតហើយថ្ងៃនេះអ្នកគ្រូនឹងលើកយកពីប្រមាណវិធីគុណនិងវិធីចែករង្វាស់ពេលម្ដងកាលពីវីដេអូមុនអ្នកគ្រូបង្ហាញអំពីវិធីបូកនិងវិធីដកអញ្ចឹងលើកនេះអ្នកគ្រូនឹងបង្ហាញអំពីវិធីគុណនិងវិធីចែកថាតើវាខុសគ្នាកន្លែងណាអញ្ចឹងចំណុចសំខាន់នៃរង្វាស់ពេលគឺកូនដឹងហើយ1នាទីស្មើ60វិហើយ1ម៉ោងស្មើជាមួយនឹង60នាទីតោះឥឡូវយើងមើលលំហាត់យើងទាំងអស់គ្នាគេថាគេមាន3ម៉ោង10នាទី20វិនាទីគុណឲ្យ5អញ្ចឹងធ្វើយ៉ាងម៉េច5ហ្នឹងអត់មានខ្នាទេណាអញ្ចឹងមានន័យថាកូនត្រូវយកអា5ហ្នឹងគុណទាំងម៉ោងគុណទាំងនាទីនិងគុណជាមួយនឹងវិនាទីអូខេតោះឥឡូវយើងមើល5គុណជាមួយនឹង20អញ្ចឹងយើងបានប៉ុន្មាន100នាទីសំទោស100វិនាទីតើឥឡូវយើងយក5ណាគុណជាមួយនឹងនាទីម្ដងអញ្ចឹងកុំភ្លេចឲ្យសោះគឺຂະຫນាតអូខេអញ្ចឹងស្មើជាមួយនឹង50នាទីម៉ោងក៏អញ្ចឹងដែរកុំភ្លេចឲ្យសោះគឺຂະຫນាតរបស់វាអញ្ចឹង5គុណជាមួយនឹង3វាឡើង15អញ្ចឹងយើងទទួលបាន15ម៉ោង50នាទី100វិនាទីអញ្ចឹងចំណុចសំខាន់កន្លែងនេះសួរថាធ្វើតាមប៉ុណ្ណឹងមែនអត់ទេយើងត្រូវបំលែង60វិនាទីហ្នឹងទៅជានាទីដោយសារអី60វិនាទីគឺត្រឹមកម្រិតរបស់វាគឺត្រឹមតែ60ទេมันអាចឡើងដល់100ទេលំហាត់របស់យើងគឺចេញចម្លើយដល់100អញ្ចឹងកូនត្រូវដកវាចោលថ្មិចឲ្យទូចជាង100អញ្ចឹងយើងត្រូវយើងដឹងថាមិនកូនយើងដឹងថា1នាទីស្មើ60អញ្ចឹងកូនត្រូវយក100ដកឲ្យ60អញ្ចឹងយើងទទួលបាន40វិនាទីអញ្ចឹងកន្លែងហ្នឹងចម្លើយដែលពិតប្រាកដរបស់យើងគឺឃើញ15ម៉ោង51នាទីនៃ40វិនាទីចាអញ្ចឹងហេតុផលអីបានឡើងដល់51ដោយសារអី1នាទីស្មើ60អញ្ចឹងបើសិនជាយើងដក60មានន័យថាវាស្មើឲ្យ1នាទីអញ្ចឹងវាឡើងឲ្យចំនួន1អូខេអាហ្នឹងសម្រាប់វិធីគុណទៅចុះវិធីចែកសួរថាយើងត្រូវធ្វើយ៉ាងម៉េចក៏ដូចគ្នាដែរវិធីចែកអ្វីដែលកូនត្រូវដឹងគឺកូនបែងចែកការចែកហ្នឹងនាទីដោយនាទីម៉ោងដោយម៉ោងវិនាទីដោយវិនាទីឥឡូវយើងមើលយើងត្រូវចែកពីផ្នែកខាងម៉ោងមុនណាអូខេគេមាន27ម៉ោងចែកឲ្យ3អញ្ចឹង27ម៉ោងចែក3យើងដាក់ប៉ុន្មានដង9ដងចា3 9ដងចែកឲ្យ27អញ្ចឹងយើងបានប៉ុន្មាន9ម៉ោង0ចាអញ្ចឹងម៉ោងហ្នឹងគឺយើងអស់ហើយយើងចែកទៅវាដាច់ឥឡូវយើងមើលនាទីម្ដងយើងតម្លាក់នាទីមក19នាទីអញ្ចឹង19នាទីចែកឲ្យជាមួយនឹង3អញ្ចឹងយើងត្រូវដាក់ប្រមាណដងណាឥឡូវយើងមើលបើសួរថាចែកលេខហ្នឹងចែកដាច់អត់ដាច់ទេដោយសារលេខ19អញ្ចឹងយើងត្រូវដាក់បានតែ6ដងអញ្ចឹងយើងស្មើ15 8នាទីពេលកូនដកមកគឺឃើញ1នាទីសំណល់តើយើងត្រូវធ្វើយ៉ាងម៉េចកន្លែង1នាទីហ្នឹងអ្វីដែលយើងដឹងគឺថា1នាទីស្មើឲ្យ60វិនាទីអញ្ចឹងកូនត្រូវបំលែង1នាទីទៅជាវិនាទីអញ្ចឹងយើងទទួលបានប៉ុន្មាន1នាទីស្មើ60វិនាទីចាអញ្ចឹងបើយើងមាន60វិនាទីហើយយើងត្រូវធ្វើមិនទៀតយើងមិនមាន30វិនាទីស្រាប់អីត្រូវអត់ចាអញ្ចឹងកូនបូកជាមួយនឹង30នឹងទៀតបូកជាមួយនឹង30វិនាទីអញ្ចឹងយើងទទួលបាន90នាទីចាអូខេឥឡូវយើងមើល90នាទីចែកឲ្យ3អញ្ចឹងយើងកាត់វាបានមួយខ្ទង់យើងដាក់បាន3ដង30វិនាទីអូខេអញ្ចឹងការចែកលេខរបស់យើង27ម៉ោង19នាទី30វិនាទីណាចែកឲ្យ3យើងទទួលបាន9ម៉ោង6នាទីនិង30វិនាទីអូខេអញ្ចឹងសម្រាប់វិធីគុណនិងវិធីចែករង្វាស់ពេលបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់កន្លែងណាអាចទម្លាក់នៅក្នុង comment បាន